បរោះវ័យកណ្ដាលម្នាក់នេះដូចអ្នកកំពុងមើលដែរគឺត្រូវបានតាក់ទាញដោយសម្រស់នារីម្នាក់នោះភ្លាមនារីដែលស្លៀកសំពត់ពណ៌ក្រហមរូបនោះបានដើរចូលមកក្នុងក្រសែភ្នែករបស់បរោះម្នាក់នេះទាំងមិនបានព្រៀងទុកជាមុននាងមានចរិតកមិចកំមៅបន្តិចរៀងរវីមរវើគួរឲ្យខ្លាញ់រស់ស្នាមញញឹមនិងកាយវិការរបស់នាងប្រៀបដូចជាភ្លើងក្នុងរដូវរងាមកដុតកម្ដៅបេះដូងដែលស្ងប់ស្ងាត់ជាច្រើនឆ្នាំរបស់បរោះម្នាក់នេះឲ្យឆេះរោរៀលឡើងវិញនេះគឺជាភាពយន្តនេះមានចំណងជើងថាស៊ើបក្បត់ជួបស្នេហ៍គ្មានការរៀបចំសាច់រឿងគ្មានការសម្ដែងឲ្យមើលទៅគួរឲ្យអាណិតពេកឡើយគឺប្រើតែវិនាទីដែលមនុស្សធម្មតាចាប់ផ្ដើមញាប់ញ័រដកចិត្តមិនរួចនិងមកហែកហួរនៅចន្លោះប្រហោងផ្លូវចិត្តដ៏អាចកំបាំងបំផុតរបស់បរោះហើយក៏បានបើកឆាកនៅល្បែងកំ pl ែងដ៏ចម្លែកមួយដែលតាក់ទងនឹងតណ្ហាអាពាហ៍ពិពាហ៍និងការរំដោះខ្លួនឯងសៀវហានគឺជាប្រភេទបរោះសាមញ្ញម្នាក់ដែលយើងតែងតែជួបប្រទះញឹកញាប់នៅជុំវិញខ្លួនគាត់មានអាយុប្រហែលជា40ឆ្នាំមុខរបរការងារមានស្ថិរភាពគ្រួសារមានភាពចុះសម្រុងគ្នាមានភរិយាដ៏ទន់ភ្លន់និងកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ល្ងាចនេះគាត់បានប្រាប់ភរិយាថាអូនសម្លាញ់យប់នេះបងត្រូវទៅធ្វើការនៅខេត្តរៀបចំម្ហូបល្ងាចឲ្យកូនមិនទាន់ទេអូននាំកូនទៅលេងផ្ទះម្ដាយមិញទៅណានៅក្នុងផ្នែករបស់អ្នកដទៃសៀវហានគឺជាស្វាមីដ៏ល្អនិងជាឪពុកដ៏គួរឲ្យទុកចិត្តប៉ុន្តែជីវិតដ៏ល្អឥតខ្ចោះនេះបែរជាប្រៀបដូចជាទ្រង់ដ៏ប្រណិតមួយដែលបានឃុំឃាំងរាល់ភាពរំភើបញាប់ញ័ររបស់គាត់ប្រចាំថ្ងៃខណៈពេលនោះដែរមិត្តភក្តិរួមសាលារបស់គាត់ម្នាក់គឺវ៉ាងខុនបានទាំងបេះដូងស្លាប់បាត់បង់ជីវិតការស្លាប់របស់វ៉ាងខុនប្រៀបដូចជាសម្លេងកោលាន់បានបំបែកនូវជីវិតដ៏ស្ងប់ស្ងាត់របស់សៀវហានភ្លាមៗហើយក៏បានធ្វើឲ្យគាត់ចាប់ផ្ដើមមានការភ័យខ្លាចថាខ្លួនឯងមិនទាន់បានរស់នៅឲ្យមានន័យម្ដងផងក៏ត្រូវស្លាប់បាត់ទៅហើយការបង្ហាញខ្លួនរបស់នារីម្នាក់ឈ្មោះយូយូក៏បានក្លាយជាឱកាសសម្រាប់ស្វែងរកភាពរំភើបញាប់ញ័ររបស់គាត់អ្វីដែលកាន់តែរំភើបចិត្តនោះគឺយូយូគឺជាតារាម៉ូដែលផ្សាយពាណិជ្ជកម្មថ្មីដែលក្រុមហ៊ុនរបស់ពួកគេទើបតែជួលមកពេលឃើញនាងអង្គុយនៅក្នុងការិយាល័យរបស់ប្រធានម៉ាសៀវហានមិនអាចទ្រាំបានទៀតឡើយគាត់បញ្ញាប់បញ្ញាល់ប្រើទូរស័ព្ទផ្ទៃក្នុងទេទៅរកនាងភ្លាមគាត់និយាយទាំងចិត្តរំភើបថានៅក្នុងចណ្ដាលយន្តពោពេញដោយក្លិនក្រអូបរបស់អូនតើបងអាចសុំណាត់អូនញ៉ាំបាយជុំគ្នាបានទេមានតែយើងពីរនាក់គត់នៅទីនោះយប់នេះម៉ោង 7 កន្លះជួបគ្នាកុំខានសៀវហានបញ្ញាប់បញ្ញាល់ណាត់យូយូញ៉ាំបាយប៉ុន្តែអ្វីដែលគាត់ស្មានមិនដល់នោះគឺអ្នកដែលលើកទូរស័ព្ទបែរជាប្រធានមកទៅវិញដោយសារតែពេលនោះគាត់កំពុងតែវង្វេងវង្វាន់ខ្លាំងដូច្នេះសាច់រឿងបន្ទាប់មកក៏ចាប់ផ្ដើមប្រែជាហួសចិត្តខ្លាំងឡើងដើម្បីបានទៅណាត់ជួបជាមួយយូយូគាត់មានតែស្វែងរកជំនួយពីក្រុមមិត្តភក្តិរបស់គាត់ប្រាប់មិត្តភក្តិថាយប់នេះគាត់មានណាត់ជាមួយអតិថិជនស្រីស្អាតម្នាក់ឯប្រពន្ធក៏ទៅខេត្តបាត់ហើយយប់នេះអាកាសធាតុក្តៅខ្លាំងណាស់តើគួរនាំគ្នាទៅលេងឯណាទៅក្រោយពេលរៀបចំទុកដាក់កូនរួចរាល់សៀវហានចាប់ផ្ដើមរៀបចំខ្លួនយ៉ាងសង្ហាគាត់ងូតទឹកផ្លាស់ប្ដូរខោអាវនិងស្លៀកខោក្នុងដែលសិចស៊ីបំផុតខណៈពេលដែលរៀបនឹងដើរចេញពីទ្វារផ្ទះភរិយារបស់គាត់គឺសិនហុងបែរជាត្រឡប់មកវិញភ្លាមៗទាំងមិនដឹងខ្លួនដោយសារតែការត្រឡប់មកវិញភ្លាមៗរបស់ភរិយាស្ថានភាពបានផ្លាស់ប្ដូរមិនដឹងទៅធ្វើយ៉ាងម៉េចសៀវហានមានតែគិតរកល្បិចផ្សេងពេលនេះក្រុមមិត្តភក្តិរបស់គាត់បានដើរតួយ៉ាងសំខាន់ពួកគេបានដឹងថាសភាពការមិនស្រួលភរិយារបស់គាត់កំពុងតែនៅផ្ទះដូច្នេះគ្រប់គ្នាត្រូវតែធ្វើតាមផែនការពួកគេបានរៀបចំគម្រោងយ៉ាងល្អិតល្អន់ដោយឲ្យមិត្តភក្តិម្នាក់ទៅជូនកូនស្រីត្រឡប់មកផ្ទះវិញហើយជិះមកផ្ទះសៀវហាននិងប្រាប់ភរិយាសៀវហានថាយប់នេះក្រុមមិត្តភក្តិមានកម្មវិធីជួបលៀងជុំគ្នាសូមសៀវហានទៅចូលរួមកម្មវិធីធ្វើយ៉ាងណាសៀវហានទៅកាន់ភោជនីយដ្ឋានឲ្យទាន់ពេលវេលាគាត់មែនហើយមិត្តភក្តិរួមសាលា4ឆ្នាំពិតជាមិនអត់ប្រយោជន៍ឡើយសៀវហានកំពុងតែរងចាំមិត្តភក្តិមកទទួលទៅក្រៅតែមិននឹកស្មានថាមាននារីម្នាក់ទៀតបានមកបំផ្លាញផែនការនេះទៅវិញនាងបានមករករឿងថាប្តីរបស់នាងឈ្មោះលីវឡៃបានលួចមានស្រីផ្សេងព្រោះនាងទទួលបានសារចំណាយលុយពីសន្តាគារ Blue Whale ដោយសារតែភោជនីយដ្ឋានដែលសៀវហានណាត់ជួបគឺនៅសន្តាគារ Blue Whale ដែរដូច្នេះគាត់ក៏យកសាច់រឿងភ្លាមៗប៉ុន្តែការបង្ហាញខ្លួនរបស់នាងបានធ្វើឲ្យគោលដៅធ្លាក់ទៅលើលីវឡៃទាំងអស់មិនយូរប៉ុន្មានអ្នកទាំងពីរក៏បាននាំគ្នាទៅកាន់សន្តាគារ Blue Whale ដើម្បីទៅចាប់អ្នកក្បត់ពេលវេលាមកដល់ម៉ោង 7 កន្លះយប់សៀវហាននិងមិត្តភក្តិបានទៅដល់សន្តាគារនោះយ៉ាងរលូនសៀវហានថារឿងនេះគេមិនចង់ដឹងទេអ្នកទាំងពីរអ្នកឡើងទៅដោះស្រាយតាមសម្រួលចុះរូបគេនិងមិត្តភក្តិទៅចូលរួមកម្មវិធីប៉ុន្តែភរិយាគេថាត្រូវឡើងទៅជាមួយនឹងទុកមិត្តភក្តិប្រុសរបស់សៀវហានយាមទ្វារនៅខាងក្រោយនឹងហើយខណៈពេលនោះដែរអ្នកស្រីប្រធានម៉ាក៏ទទួលបានការណាត់ជួបនាងបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតដែលធ្វើឲ្យមិត្តភក្តិដែលចាំនៅមាត់ទ្វារត្រូវវង្វេងនឹងសម្រស់របស់នាងភ្លាមៗភ្លេចយាមទ្វារអ្នកណាថាមនុស្សស្រីទន់ខ្សោយមើលចុះកន្លឹះទ្វារដែលជាប់មនុស្សប្រុសបើកនឹងដៃមិនចេញនាងប្រើតែជើងក៏អាចបើកបានយ៉ាងងាយដើម្បីដោះស្រាយសភាពការមានតែបិទភ្នែកនិងបិទអាអូនឲ្យចិត្តគឺរួចជាការស្រេចសូមចាប់អារម្មណ៍ចំពោះផែនការដ៏ខ្លាំងក្លានេះសូម្បីតែមានសម្អាតបន្ទប់ក៏បានមើលឃើញទស្សនវិជ្ជាដ៏អស្ចារ្យដែរស្បែកសស្អាតណាស់លីវឡៃពិតជាអ្នកជំនាញក្នុងចំណោមអ្នកជំនាញពិតប្រាកដមែនពេលដែលគ្រប់គ្នាតាមទៅដល់ផ្ទះគេកំពុងតែធ្វើម្ហូបយ៉ាងស្ងប់ស្ងាត់ហើយនៅចំពោះមុខការដេញដោលរបស់ភរិយាគេបានរៀបចំផុសតាំងកុហកបានយ៉ាងល្អឥតខ្ចោះអូទៅហើយនេះគឺជាកថានាគាររបស់អ្នកប្រសិនបើសួរថាល្បិចខូចដែលជ្រៅបំផុតនោះគឺច្បាស់ជាល្បិចករបស់លីវឡៃមិនខានរាងកាយខាងក្រោមនៅតែមិនទាន់ស្លៀកពាក់ខោរួចរាល់ផងតែរាងកាយខាងលើបែរជាអាចបោកប្រាស់ភរិយាឲ្យជឿជាក់លើគេទាំងស្រុងខណៈពេលនោះដែរប្រធានម៉ាដែរសៀវហានបានណាត់នោះត្រូវដេករងចាំនៅក្នុងសន្តាគារពេញមួយយប់ម្នាក់ឯងដូច្នេះថ្ងៃល្អរបស់សៀវហានក៏ត្រូវបញ្ចប់ត្រឹមនេះដែរព្រឹកឡើងថ្ងៃបន្ទាប់គាត់បានជួបប្រធានម៉ានៅកន្លែងចតឡានស្មានមិនដល់ថាប្រធានម៉ាគឺជាមនុស្សដែលមានគំនុំត្រូវតែសងសឹកភ្លាមៗប្រធានម៉ាពិតជាមនុស្សស្រីដ៏សាហាវម្នាក់នេះបានធ្វើកាយវិការមិនសមរម្យដាក់សៀវហានភ្លាម
ល្បែងកំ pl នេះក៏បានបញ្ចប់មួយវគ្គប៉ុន្តែជីវិតរបស់សៀវហានចាប់ផ្ដើមបាត់បង់ការគ្រប់គ្រងព្រោះតែធ្វើឲ្យមនុស្សស្រីម្នាក់ខឹងពេលត្រូវជួបនឹងការលំបាកមិនចេះចប់មិនចេះហើយអូនេះគឺជាគម្រោងការងាររបស់ផ្នែកទីផ្សាររបស់អ្នកមែនទេត្រូវបានបដិសេធហើយមែនទេឬក៏មិនទាន់បានបដិសេធទេអញ្ចឹងខ្ញុំបដិសេធមិនបាច់ធ្វើទៀតទេនាងបានបិទកុំព្យូទ័ររបស់សៀវហានដោយទឹកត្រជាក់មកកៅចំពោះការយល់ច្រឡំរបស់ប្រធានម៉ាពេលនេះសៀវហានក៏មិនដឹងដោះស្រាយបែបណានោះដែរមិនយូរប៉ុន្មាននៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផលិតផលថ្មីពេលដែលឃើញរូបភាពពាណិជ្ជកម្មរបស់យូយូចិត្តរបស់គាត់ចាប់ផ្ដើមមានការរំជើបរំជួលនិងមានចំណងតណ្ហាឡើងវិញភ្លាមៗគាត់បានធ្វើសកម្មភាពប្លែកៗរហូតដល់ថ្នាក់ដោះខោអាវនៅចំពោះមុខគ្រប់គ្នាដែលធ្វើឲ្យអ្នកទាំងអស់គ្នាស្រឡាំងកាំងជាខ្លាំងអ្នកកំពុងមើលតើធ្លាប់ស្រមៃកណ្ដាលថ្ងៃដូចជាសៀវហានដែរឬទេមិត្តរួមការងារម្នាក់ចង់ធ្វើឲ្យសៀវហានខ្មាស់គេនៅចំពោះមុខគ្រប់គ្នាតែសំណាងល្អដែលសៀវហានគឺជាអ្នកឆ្លងកាត់រឿងរ៉ាវច្រើនម្នាក់គាត់បានប្រើប្រាស់មនោសញ្ចេតនានិងភាពវៃឆ្លាតរបស់ខ្លួនមកនិយាយគេបានប្រើសម្ដីនិងភាពវៃឆ្លាតរបស់ខ្លួនមកបកស្រាយជីវិតគឺត្រូវតែចេះរីករាយនឹងរឿងរ៉ាវប្លែកៗមានក្តីរំភើបនិងមានសេចក្តីសុខដូចជាល្បែងលោតកំសាន្តពីលើទីខ្ពស់អញ្ចឹងពេលនេះសភាពការបានធូរស្រាលហើយសៀវហាននិយាយលើកជើងប្រធានម៉ារហូតធ្វើឲ្យនាងសប្បាយចិត្តជាខ្លាំងរហូតធ្វើឲ្យប្រធានម៉ាមានចិត្តទន់និងសប្បាយចិត្តឡើងវិញភ្លាមៗតែនៅក្នុងចិត្តរបស់សៀវហាននៅតែមិនអាចបំភ្លេចយូយូបានឡើយគាត់បានដឹងពីកាលវិភាគរបស់នាងថានឹងទៅរៀនភាសាចិននៅថ្ងៃស្អែកគាត់ក៏បានហៅក្រុមមិត្តភ័ក្តិមកជួយដោយមានបំណងចង់ទៅសុំទោសយូយូដោយផ្ទាល់តែមិននឹកស្មានថានៅសាលានោះមានលោកគ្រូម្នាក់ដែលមានចរិតមិនល្អទាល់តែសោះតែក្រុមមនុស្សទាំងនេះក៏មានល្បិចខូចមិនអន់ជាងគ្រូនោះដែរក្រុមគេបានលួចដាក់ថ្នាំរៀបនៅក្នុងកែវតែរបស់លោកគ្រូខូចនោះដើម្បីបំបែកលោកគ្រូនោះចេញមហិទ្ធិឫទ្ធិថ្នាំនេះពិតជាធ្វើឲ្យបន្ទប់ទឹកមានសម្លេងអ៊ូអរខ្លាំងណាស់ខណៈពេលដែលលោកគ្រូនោះកំពុងតែសប្បាយនៅក្នុងបន្ទប់ទឹកមើលទឹកមុខពួកគេចុះអាចនិយាយបានថាក្រុមមនុស្សទាំងនេះពិតជាមានល្បិចខូចខ្លាំងណាស់ខណៈពេលដែលលោកគ្រូកំពុងតែដោះស្រាយសម្លេងការនៅក្នុងបន្ទប់ទឹកសៀវហានបានធ្វើជាលោកគ្រូទៅសុំទោសយូយូបានយ៉ាងរលូនតែលោកគ្រូនោះដោះស្រាយរឿងនោះបានលឿនខ្លាំងណាស់គឺពួកគេទាំង4នាក់នឹងហើយបង្ករឿងចាប់ពួកគេទុកភ្លាមក្រោយមកសៀវហានត្រឡប់មកវិញគាត់ទទួលបានសម្បត្តិកុនគាត់គិតថាជាយូយូផ្ញើមកឲ្យគាត់សប្បាយចិត្តខ្លាំងណាស់មិនរងចាំយូរទេក៏បានទៅសុំច្បាប់ប្រធានម៉ាដើម្បីទៅមើលកុនតែពេលដែលគាត់កំពុងមានចិត្តរំភើបទៅដល់រោងកុនអ្នកដែលអង្គុយចាំគាត់បែរជាប្រធានម៉ាទៅវិញអារម្មណ៍កំពុងតែរំភើបប្រែជាត្រជាក់ចុងដៃដូចកំពុងខ្លាចខ្មោចគ្រាន់តែឃើញមុខប្រធានម៉ាសៀវហានបាននឹកឃើញដល់ហេតុផលសុំច្បាប់ការងារថាមានកិច្ចការងារសំខាន់អញ្ចឹងគេមានតែប្រញាប់ទៅឡានវិញប្រធានម៉ាពិតជាមានទឹកចិត្តមែនឃើញសៀវហានជ្រុះស្បែកជើងទោះបីសៀវហានរត់លូនក្នុងឡានហើយក៏នាងបានយកស្បែកជើងឲ្យដែរនាងពិតជាស័ក្តិសមក្នុងងារជាប្រធានមែននាងបានជួយដោះប្រាំងឡានសៀវហានចេញនិងរុញទៅបានយ៉ាងរលូនសង្ឃឹមថាអ្នកកំពុងមើលនឹងមិនធ្វើឲ្យប្រធានរបស់ខ្លួនខឹងនោះទេតែទោះបីជាមានការយល់ច្រឡំយ៉ាងណាក៏ដោយគឺត្រូវតែខំប្រឹងដូចសៀវហានដែលនៅក្នុងឡានដែលកំពុងដោះស្រាយបញ្ហាសៀវហានក៏មានជំនាញមិនធម្មតាដែរទោះបីថាគេភ័យស្ទើរតែដាច់ខ្យល់តែជើងរបស់គេពិតជាមិនធម្មតាសៀវហានភ័យស្ទើរតែដាច់ខ្យល់សំណាងល្អដែលឡានត្រូវបានបញ្ឈប់ទាន់ពេលវេលាឃើញឱកាសនេះអ្នកមីងគាត់ពិតជាឆ្លាតមែនដើម្បីបានប្រាក់ធានារ៉ាប់រងគាត់អាចដេកដួលនៅកណ្ដាលផ្លូវគួរឲ្យអាណិតវាមិនចម្លែកទេនៅកណ្ដាលផ្លូវគឺមានឡានតូចធំបើកបោះជាច្រើនសៀវហានបានប្រាប់ការពិតថាតាម៉ៅបានលួចស្រឡាញ់ប្រធានម៉ាត់តាំងពីដំបូងតែគាត់មិនហ៊ានបកស្រាយស្នេហ៍ឡើយបានត្រឹមតែលួចស្រឡាញ់ពីក្រោយខ្នងគាត់បានផ្ញើផ្កានិងសម្បត្តិស្នេហាទៅឲ្យនាងតែប្រធានម៉ាបែរជាយល់ច្រឡំថាជាសៀវហានផ្ញើមកឲ្យទៅវិញដូច្នេះរឿងរ៉ាវកាន់តែមានភាពវឹកវរខ្លាំងឡើងនាងប្រាប់សៀវហានថាការយល់ច្រឡំគឺពិតជាមានបន្តិចមែនតែរឿងរ៉ាវទាំងនោះនាងបានលុបចោលអស់ហើយពួកយើងអាចចាប់ផ្ដើមជាថ្មីបានមិនបាច់និយាយច្រើនឡើយខ្ញុំនិយាយរឿងការងារត្រឹមត្រូវល្ងាចនេះយូយូមានការថតផ្សាយពាណិជ្ជកម្មនៅមាត់សមុទ្រឲ្យក្រុមហ៊ុនពួកយើងខ្ញុំខ្លាចមានបញ្ហាក៏ចង់ឲ្យអ្នកទៅជួយមើលការខុសត្រូវនៅទីនោះឮថាយូយូនៅទីនោះសៀវហានប្រញាប់ប្រញាល់រៀបចំខោអាវទៅទីនោះភ្លាមស្របពេលនោះជំនួយការរបស់យូយូបានមកប្រាប់គាត់ថាយូយូមានការចង់ជួបគាត់ហើយគាត់ទៅរងចាំនៅក្នុងបន្ទប់សន្តាគារនៅពេលយប់សៀវហានសប្បាយចិត្តយ៉ាងខ្លាំងគាត់បានបើកបន្ទប់រងចាំនាងភ្លាមតែអ្នកដែលដើរចូលមកក្នុងបន្ទប់បែរជាប្រធានម៉ាទៅវិញលោកអ្នកគ្រប់គ្រងតូចអើយខ្ញុំសួរអ្នកបន្តិចហេតុអ្វីបានជាអ្នកត្រូវមកលួចលាក់តាក់ទាញខ្ញុំបែបនេះគឺដោយសារតែខ្ញុំមានសម្រស់ស្រស់ស្អាតមានភាពចាស់ទុំនិងមានភាពសេកស៊ីមែនទេអ្នកអាចមើលទឹកមុខគេបានគេចាប់ផ្ដើមបែកញើសក្នុងម៉ាស៊ីនត្រជាក់គេថាចាំបន្តិចបើកម៉ាស៊ីនត្រជាក់សិនប្រធានមកថាមិនបាច់ទេម៉ាស៊ីនត្រជាក់បើករួចហើយចៃដន្យអីមិត្តរួមការងារម្នាក់ទៀតបានដើរមកគោះទ្វារនិងចូលមកឃើញទស្សនវិជ្ជាបែបនេះរួចនិយាយកំដរអារម្មណ៍ថាខ្ញុំពិតជាចម្លែកចិត្តខ្លាំងណាស់
ហេតុអ្វីបានជាមកជួបបន្ទប់ធំបែបនេះម្នាក់ឯងមើលទៅមានភាពផ្អែមល្ហែមនិងរ៉ូមែនទិកខ្លាំងណាស់នេះច្បាស់ជាណាត់ជួបគូស្នេហ៍លួចលាក់ហើយមែនទេអ្នកកំពុងមើលប្រាប់មកមើលសកម្មភាពរបស់មិត្តរួមការងារម្នាក់នេះពិតជាគួរឲ្យអស់សំណើចទេតើម៉ៅនិយាយម្នាក់ឯងថាអ្នកណាហៅខ្ញុំមកទីនេះបើគ្មានការអីទេខ្ញុំទៅវិញសៀវហានគាត់តើម៉ៅកំពុងដើរចេញអ្នកទាំងពីរភ័យស្លន់ស្លោអស់ហើយសៀវហានត្រូវបានប្រធានមកឃុំទុកនៅក្នុងបន្ទប់គាត់មានតែផ្ញើសារឲ្យក្រុមមិត្តភ័ក្តិមកជួយសង្គ្រោះគាត់ឲ្យឯម៉ៅប្រញាប់មកជួយខ្លួនតែក្នុងកំឡុងពេលរងចាំនោះប្រធានម៉ាមិនអាចអត់ទ្រាំបានឡើយនាងចង់លេងល្បែងកំដរអារម្មណ៍បន្តិចជាមួយគាត់តែសំណាងល្អដែលសៀវហានមានភាពឆ្លាតវៃយូយូបានដើរមកដល់ទ្វារបន្ទប់រួចសួរនាំថាមានការអ្វីមែនទេសៀវហានកំពុងតែរវល់នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយយូយូក៏បានដើរចាក់ចេញទៅកម្មភាពរបស់មិត្តរួមការងារម្នាក់នេះពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់ចំណែកឯម៉ៅក៏បានមកដល់ទាន់ពេលវេលាប្រធានម៉ៅពិតជាមនុស្សស្រីដ៏សាហាវមែនតែសំណាងល្អដែលមានស្រវឹងខ្លាំងដូច្នេះសៀវហានមានឱកាសរត់គេចខ្លួនបានលោកប្រធានសៀវហត់នឿយខ្លាំងណាស់ហើយមែនទេញ៉ាំទឹកបន្តិចទៅដើម្បីជំនួយកម្លាំងប៉ុន្មានថ្ងៃក្រោយមកយូយូបានមកស្វែងរកគាត់ដល់កន្លែងនាងថាជំនួយការប្រាប់ថាខ្ញុំអាចធ្វើជាដំណាំផ្សាយពាណិជ្ជកម្មបានក៏ដោយសារតែបានអ្នកជួយប្រូម៉ូតបន្ថែមដូច្នេះខ្ញុំមកទីនេះដើម្បីថ្លែងអំណរគុណនិងចង់សុំណាត់អ្នកញ៉ាំបាយជុំគ្នាការអញ្ជើញរបស់យូយូបានធ្វើឲ្យសៀវហានមានក្តីសង្ឃឹមឡើងវិញម្ដងទៀតគាត់បានទៅរងចាំនៅសន្តាគារតាំងពីព្រលឹមតែចុងក្រោយទទួលបានទូរស័ព្ទពីយូយូថានាងមិនអាចមកបានឡើយព្រោះត្រូវប្រញាប់ទៅថតពាណិជ្ជកម្មនៅប្រទេសថៃមានតែរងចាំលើកក្រោយពេលនាងមកវិញបាក់ញ៉ាំបាយជុំគ្នាបានក្រោយការខកចិត្តម្ដងហើយម្ដងទៀតសៀវហានធ្វើខ្លាំងកាច់សមតាមប្រធានម៉ាប៉ុន្តែកាច់មិនបានទេសៀវហានជួទូរស័ព្ទរួចក៏ដើរត្រឡប់មកផ្ទះវិញទាំងខកចិត្តតែគាត់មិនសុខចិត្តឡើយព្រោះស្រមោលរបស់យូយូតែងតែអន្តោតាមប្រាណធ្វើចិត្តគាត់មិនស្ងប់ដូច្នេះគាត់ក៏បានសម្រេចចិត្តធ្វើដំណើរទៅតាមរកយូយូដល់ប្រទេសថៃទាំងលាក់លៀមលោកបងសៀវអ្នកឯងឈួតហើយមែនទេបងប្រុសធំពួកយើងពិតជាយល់ពីអារម្មណ៍របស់អ្នកនៅពេលនេះខ្លាំងប៉ុន្តែខ្ញុំគិតថាជំហានមួយនេះត្រូវតែគិតពិចារណាឲ្យបានច្បាស់លាស់បើគ្រាន់តែចង់សប្បាយមកគេគឺអាចបានតែបើចង់ដកចិត្តពិតប្រាកដគឺមិនបានឡើយក្រោមការអង្វរកររបស់សៀវហានក្រុមមិត្តភ័ក្តិបានជួយកុហកភរិយាគាត់ថាគាត់ទៅធ្វើការដើម្បីជួយសម្រេចបំណងរបស់គាត់ហើយសៀវហានលើកនេះពិតជាមានភាពរលូនខ្លាំងណាស់គាត់បានទៅដល់ប្រទេសថៃភ្លាមចាប់ផ្ដើមជិះឡានស្វែងរកយូយូឆ្លងស្រុកឆ្លងភូមិនៅប្រទេសថៃត្រង់នេះមិនចម្លែកទេខ្ញុំក៏ធ្លាប់បានឃើញនៅតាមផ្លូវផ្ទាល់ភ្នែកចឹងដែរមើលគេខំគ្នាមិនដាក់ភ្នែកដូចសៀវហានចឹងដែរបន្ទាប់កាត់វាលរំលងភ្នំរហូតដល់សមុទ្រក៏បានជួបយូយូបានដូចបំណងតែមិននឹកស្មានថាគ្រាន់តែបានជួបយូយូបានបន្តិចគាត់ទទួលបានដំណឹងដ៏ខកចិត្តមួយទៅវិញយូយូគ្មានពេលវេលាច្រើនឡើយត្រូវបញ្ញាទៅវិញហើយនាងបានរត់ទៅយកផ្លែប៉ោមឲ្យសៀវហាននិងថើបដល់ស្រទន់ថាបងប្រុសជួបគ្នាពេលក្រោយការថើបគ្នាមួយនេះពិតជាផ្អែមល្ហែមខ្លាំងណាស់សៀវហានមិនខាត់ជើងឡើយពេលត្រឡប់មកវិញគាត់អង្អែលផ្លែប៉ោមនោះមិនដាច់ពីដៃស្របពេលនោះភរិយារបស់គាត់បានទេប្រាប់ថាសាច់ញាតិម្នាក់ចង់រៀបចំពិធីខួបកំណើតឲ្យគាត់ហើយចង់ឲ្យគាត់ទៅចូលរួមតែម្នាក់ឯងនៅចុងសប្តាហ៍តែអ្វីដែលមិននឹកស្មានដល់នោះគឺនៅចុងសប្តាហ៍យូយូបានត្រឡប់មកវិញដែរធ្វើឲ្យសៀវហានសប្បាយចិត្តយ៉ាងខ្លាំងគាត់បាននាំនាងទៅដើរលេងកម្សាន្តនៅសួនសត្វក្រោយពេលបញ្ចប់ការដើរលេងគាត់បាននាំយូយូទៅផ្ទះសាច់ញាតិដើម្បីចូលរួមពិធីខួបកំណើតដោយមានបំណងចង់ដោះស្រាយឲ្យរួចរាល់រួចនាំនាងទៅសន្តាគារដើម្បីបង្កើតភាពផ្អែមល្ហែមបន្តតែពេលដើរចូលទៅក្នុងផ្ទះភ្លាមគ្រួសារទាំងមូលបានផ្ដល់នូវការភ្ញាក់ផ្អើលយ៉ាងធំធេងជូនគាត់ពិតប្រាកដណាស់ពេលឃើញភរិយានិងកូនរួមទាំងសាច់ញាតិទាំងអស់កំពុងនៅទីនោះមុខរបស់សៀវហានប្រែជាស្លេកស្លាំងដូចជាខ្មោចគាត់ស្រឡាំងកាំងមិនដឹងជាត្រូវណែនាំយូយូក្នុងនាមជាអ្វីឡើយសំណាងល្អដែលមិត្តភ័ក្តិរបស់គាត់ឆ្លាតខ្លាំងណាស់គេបានស្ទុះមកប្រាប់ភរិយាគាត់ថាយូយូគឺជាមិត្តស្រីរបស់គេទៅវិញតាមរយៈខ្សែភ្នែករបស់មនុស្សស្រីភរិយារបស់គាត់សិនហុងចាប់ផ្ដើមមានការសង្ស័យខ្លះៗដែរតែមនុស្សស្រីដែលឆ្លាតតែងតែចេះទុកផ្លូវថយក្រោយឲ្យខ្លួនឯងដូច្នេះពិធីខួបកំណើតនេះបានកន្លងផុតទៅដោយគ្មានគ្រោះថ្នាក់អ្វីឡើយតែមិននឹកស្មានថាពេលបញ្ចប់ពិធីមិត្តភ័ក្តិម្នាក់ទៀតបានមករករឿងបន្តថាលៀងយីងមិននៅទីនេះតែមិននឹកស្មានថាពេលបញ្ចប់ពិធីនឹងសប្បាយជុំគ្នាប៉ុន្តែមិត្តភ័ក្តិឈ្មោះលីវឡៃដែលធ្លាប់លួចមានស្រីកាលនៅសន្តាគារ Blue Whale នោះបានមករករឿងបន្តថាលៀងយីងយទីស្រឡាញ់របស់គាត់មិននៅទីនេះទេគេនឹងសម្លាប់ខ្លួនឲ្យមើលអ្នកឯងទាញខ្ញុំធ្វើអ្វីពួកអ្នកឯងសាមគ្គីគ្នាបោកប្រាស់ខ្ញុំមែនទេវាពិបាកណាស់ទើបរកបាននារីត្រូវចិត្តម្នាក់តែត្រូវអ្នកឯងមកបំផ្លាញផែនការអស់រលីងបងស្រីថ្លៃអើយពួកយើងបាច់គ្នាហើយខ្ញុំចាក់ចេញទៅហើយភរិយាអើយអ្នកត្រូវតែត្រឡប់មកវិញណាខ្ញុំនឹងរងចាំអ្នកគ្រប់គ្នាដឹងរឿងរ៉ាវក្នុងចិត្តទាំងអស់តែត្រូវសម្ដែងល្ខោនឲ្យចប់សពគ្រប់ក្រោយពេលមិត្តភ័ក្តិជួយដោះស្រាយរួចរាល់សៀវហានគាត់បានទៅសន្តាគារដើម្បីជួបយូយូតែពេលដើរចូលបន្ទប់ភ្លាមយូយូបង្ខំឲ្យគាត់ដោះខោអាវចេញរួចឡើងមកលើគ្រែភ្លាមខណៈពេលដែលអ្នកទាំងពីរកំពុងតែរៀបចំបង្កើតភាពផ្អែមល្ហែមនោះស្រាប់តែមានសម្លេងគោះទ្វារយ៉ាងខ្លាំងបងស្រីថ្លៃលោកបងធំមកដល់ហើយបញ្ញាប់បើកទ្វារភ្លាមយូយូថារងចាំបន្តិចខ្ញុំកំពុងតែងូតទឹកនិងចេញទៅភ្លាមសៀវហានភ័យស្លន់ស្លោហូតដល់ទាំងស្មារតីគាត់មិននឹកស្មានថាយូយូតាមពិតទៅគឺជាស្រីលួចលាក់របស់មនុស្សម្នាក់ផ្សេងទៀតឡើយប្រញាប់បើកទ្វារ
យប់នោះសៀវហានធ្វើបាបខ្លួនឯងគាត់បានត្រឹមតែទៅគេងពួននៅលើជញ្ជាំងបង្អួចខាងក្រៅពេញមួយយប់ព្រឹកឡើងពេលដែលភ្ញាក់ពីដេកមានមនុស្សជាច្រើនកំពុងតែចំរោមមើលគាត់ពីខាងក្រោមរួមទាំងភរិយារបស់គាត់ផងដែរបរិសម្នាក់ស្រែកថាអ្នកប្រញាប់លូតចុះមកភរិយារបស់សៀវហានថាអ្នកកុំនិយាយសម្ដីឈួតលីលៀនចឹងអីកុំចាក់ចេញពីខ្ញុំអីចុងក្រោយសៀវហានបានលូតចុះទៅក្រោមដើម្បីបញ្ចប់នៅតាមសម្បត្តិដ៏វឹកវរមួយនេះគាត់បានដេកនៅលើគ្រែអ្វីគ្រប់យ៉ាងបានវិលត្រឡប់មកជាធម្មតានិងស្ងប់ស្ងាត់វិញគ្មានការឆ្លោះប្រកែកគ្នាខ្លាំងក្លាគ្មានការបែកបាក់ភរិយារបស់គាត់មិនបានហែកហួររកពាក្យកុហករបស់គាត់ឡើយគឺនាងបានប្រើភាពស្ងប់ស្ងាត់និងការអត់ធ្មត់ដើម្បីរងចាំគាត់ត្រឡប់ក្រោយវិញការអត់ទោសដ៏ស្ងប់ស្ងាត់នេះមានអំណាចជាងការស្ដីបន្ទោសទាំងអស់តាមពិតទៅជីវិតរបស់មនុស្សវ័យកណ្ដាលគឺពាក់កណ្ដាលជាកាតព្វកិច្ចនិងពាក់កណ្ដាលជាការទទួលខុសត្រូវគ្មានភាពរំភើបញាប់ញ័ររហូតឡើយពួកយើងគ្រប់គ្នាតែងតែមានអារម្មណ៍ហត់នឿយនៅក្នុងជីវិតតែងតែមានអារម្មណ៍ស៊ាំនៅក្នុងទំនាក់ទំនងរយៈពេលវែងនិងងាយរងការទាក់ទាញដោយរបស់ថ្មីរហូតដល់មានការវង្វេងវង្វាន់មួយគ្រាប៉ុន្តែទាំងនេះមិនមែនជាហេតុផលដែលត្រូវក្បត់ទំនុកចិត្តឬជាលេសសម្រាប់រត់គេចពីការទទួលខុសត្រូវនោះឡើយការលូតលាស់ដ៏ពិតប្រាកដគឺការចេះស្វែងរកភាពស្រស់ស្អាតនៅក្នុងភាពសាមញ្ញប្រចាំថ្ងៃការរក្សាតម្លៃនៅក្នុងការទទួលខុសត្រូវនិងការរក្សាទឹកចិត្តស្មោះត្រង់ដំបូងនៅក្នុងចំណងអាពាហ៍ពិពាហ៍ហើយការយល់ដឹងមួយនេះបានចាក់ដុតចំជម្រៅចិត្តរបស់មនុស្សសម័យថ្មីគ្រប់រូបពួកយើងរវល់តែខំប្រឹងប្រជែងនៅក្នុងជីវិតវង្វេងវង្វាន់នៅក្នុងកិលេសតណ្ហានិងមានភាពស្រពេចស្រពិលនៅក្នុងមនោសញ្ចេតនាតែឲ្យតែនៅក្នុងចិត្តរបស់ពួកយើងនៅមានក្តីស្រឡាញ់មានការទទួលខុសត្រូវមានតែការចេះគោរពការផ្ដល់តម្លៃស្មោះត្រង់ជាមួយដៃគូនិងការចេះស្កប់ស្កល់នឹងអ្វីដែលខ្លួនមានប៉ុណ្ណោះទើបអាចរក្សាសុភមង្គលដែលជាទិសដៅនៃជីវិតពិតប្រាកដបានខ្ញុំគឺផាន់សូមអរគុណចំពោះការទស្សនាសង្ឃឹមថានឹងបាន follow ដើម្បីបានជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ